ព្រំដែនកំពុងដកដង្ហើមឡើងវិញក្រោយកិច្ចព្រមព្រៀងសន្តិភាពចុងខែតុលាឆ្នាំ2025ខាងក្រោមនេះជាអត្ថបទរបស់ Page Midnight ជូនចំពោះប្រជាជនថៃនិងកម្ពុជាព្រំដែនកំពុងដកដង្ហើមឡើងវិញសំឡេងរំខានបានថយចុះទាហានកំពុងរងចាំអ្នកភូមិកំពុងស្ដាប់ហើយទឹកដីក៏បានសម្រាកទីបំផុតបន្ទាប់អំពីភាពតានតឹងជាយូរប្រជាជនទាំងពីរនឿយហត់នឹងមោទនភាពដែលលួចដំណេកនឿយហត់នឹងព្រំដែនដែលនិយាយលឺជាងបេះដូងកម្ពុជានិងថៃធ្លាប់ឆ្លងកាត់កម្ដៅនេះពីមុនមកទាំងពីរដឹងថាមានអារម្មណ៍បែបណាពេលដែលឈរយូរពេករវាងសេចក្តីថ្លៃថ្នូរនិងការមិនទុកចិត្តទោះយើងនៅទីណាក្នុងផ្ទះឬឆ្ងាយពីផ្ទះព្រំដែននៅតែស្ថិតនៅក្នុងការចងចាំរបស់យើងភាពស្ងប់ស្ងាត់គឺជារបៀបដែលយើងការពារវាសន្តិភាពមិនមែនជាការសម្ដែងនោះទេវាជាចន្លោះផ្អាករវាងការសន្យាពីរគឺការសន្យាមួយដែលបានរក្សាហើយនឹងមួយទៀតកំពុងត្រូវបានសាកល្បងសន្តិភាពមិនមែនមានន័យថាបំភ្លេចទេវាមានន័យថាជាការជាប់ដោយការអត់ធ្មត់សម្រាប់កម្ពុជាភាពស្ងប់ស្ងាត់តែងតែជាផ្នែកមួយនៃចរិតលក្ខណៈរបស់យើងស្គាល់ចង្វាក់នៃការរងចាំពីរដូវប្រមូលផលពីទឹកជំនន់ពីប្រវត្តិសាស្ត្រយើងបានរៀនសូត្រពីទន្លេមេគង្គវាបត់បែនប៉ុន្តែវាមិនដែលបែកបាក់ឡើយភ្លៀងដែលធ្លាក់នៅម្ខាងនៃព្រំដែនមិនដែលសួរថាវាបំរើទងជាតិណាទេការអត់ធ្មត់មិនមែនជាភាពទន់ខ្សោយនោះទេវាជាកម្លាំងរបស់មនុស្សដែលបានរួចផុតពីអ្វីៗទាំងអស់លើកលែងតែការប្រញាប់ប្រញាល់យើងបានរៀនសង់ដោយគ្មានភាពជូរចត់និងចងចាំដោយការស្អប់យើងចងចាំដែរនៅការឈឺចាប់តូចតាចនៅពេលដែលសិល្បៈរបស់យើងត្រូវបានខ្ចីកម្មកររបស់យើងត្រូវបានចំអកប្រាសាទរបស់យើងត្រូវបានខូចខាតភាសារបស់យើងត្រូវបានចាត់ទុកថាតូចតាចយើងចងចាំនៅពេលដែលភាពស្ងប់ស្ងាត់របស់យើងត្រូវបានយល់ច្រឡំថាជាភាពល្ងងខ្លៅប៉ុន្តែទោះជាឆ្លងកាត់គ្រាទាំងនោះយើងបានជ្រើសរើសការអភ័យទោសយើងមិនបានអនុញ្ញាតឲ្យកំហឹងរីកធំទៅជាការស្អប់ឡើយកម្ពុជាបានរៀនថាមោទនភាពអាចធ្វើឲ្យរបួសទាំងសងខាងហើយថាការគោរពត្រូវតែស្មើគ្នាទើបអាចស្ថិតស្ថេរបានយូរយើងមិនស្នើសុំការសុំទោសទេយើងស្នើសុំការពិតយើងស្នើសុំឲ្យប្រវត្តិសាស្ត្រត្រូវបានចែករំលែកមិនមែនយកទៅទេឲ្យមិត្តភាពមានយុត្តិធម៌នេះជារបៀបដែលការឈឺចាប់คล้ายជាប្រាជ្ញាជំនួសឲ្យថ្នាំពុលថៃចាប់ផ្ដើមដកកងទ័ពរបស់ខ្លួនទៅវិញហើយទោះជារឿងត្រឹមត្រូវប៉ុន្តែសន្តិភាពមិនមែនត្រូវបានបញ្ជាក់ដោយចលនាទេវាត្រូវបានបញ្ជាក់ដោយភាពស្ថិតស្ថេរជំហាននីមួយៗត្រូវតែផ្ទុកទម្ងន់នៃថ្ងៃស្អែកមិនមែនត្រឹមតែរូបរាងនៃថ្ងៃនេះនោះទេសេចក្តីថ្លៃថ្នូរនៃតំបន់នេះអាស្រ័យលើថាតើកិច្ចព្រមព្រៀងរបស់យើងមានអាយុវែងជាងសេចក្តីប្រកាសរបស់យើងឬអត់ភាគីទាំងពីរឥឡូវនេះប្រឈមមុខជាមួយនឹងការសាកល្បងដូចគ្នាតើភាពស្ងប់ស្ងាត់អាចជាកម្លាំងបានទេតើការទប់ស្កាត់អាចជាអំណាចបានដែរឬទេពិភពលោកនឹងចងចាំថាភាគីណាធ្វើឲ្យคล้ายជាទម្លាប់រាល់រាត្រីដែលស្ងប់ស្ងាត់នៅព្រំដែនคล้ายជាផ្នែកមួយនៃកំណត់ត្រារបស់យើងរាល់អាវុធដែលបានរុះរើគឺជាមេរៀននៃការគ្រប់គ្រងខ្លួនឯងយើងទាំងអស់គ្នាជាសាក្សីហើយសន្តិភាពមិនមែនជារបស់អ្នកដែលមើលទៅស្ងប់ស្ងាត់នោះទេប៉ុន្តែជារបស់អ្នកដែលរក្សាភាពស្ងប់ស្ងាត់ក៏និយាយបានដែរវាអាចលាក់ការភ័យខ្លាចវាអាចផ្ទុកប្រាជ្ញាភាពស្ងប់ស្ងាត់របស់កម្ពុជានាពេលបច្ចុប្បន្នមិនមែនជាភាពទន់ខ្សោយនោះទេវាគឺជាភាពស្ងប់ស្ងាត់នៃការយល់ដឹងរបស់ប្រជាជនដែលបានឃើញព្យុះជាច្រើនហើយនៅតែជ្រើសរើសសេចក្តីថ្លៃថ្នូរជាងសម្លេងរំខានយើងមិនរក្សាភាពស្ងៀមស្ងាត់ដើម្បីមើលទៅថ្លៃថ្នូរនោះទេយើងរក្សាភាពស្ងៀមស្ងាត់ដើម្បីការពិតអាចដកដង្ហើមបានការអភ័យទោសគឺជាសីលធម៌ការបំភ្លេចគឺជានយោបាយកម្ពុជាអាចធ្វើរឿងមួយប៉ុន្តែមិនមែនទាំងពីរនោះទេយើងអត់ទោសនៅពេលដែលសកម្មភាពត្រូវគ្នានឹងពាក្យសម្ដីយើងចងចាំនៅពេលដែលពួកវាមិនត្រូវគ្នាការចងចាំរបស់យើងមិនមែនជាកំហឹងទេវាគឺជាការការពារ
វារក្សាសន្តិភាពឲ្យស្មោះត្រង់ប៉ុន្តែសន្តិភាពតែម្នាក់ឯងមិនទាន់គ្រប់គ្រាន់នោះទេប្រជាជនត្រូវតែរស់នៅដែរនៅពេលដែលកំភ្លើងឈប់សំឡេងដំបងគូតែជាការងារនៅប៉ោយប៉ែតនិងអរញ្ញប្រទេសនៅបន្ទាយមានជ័យនិងស្រះកែវសន្តិភាពពិតប្រាកដមានន័យថាពាណិជ្ជកម្មមិនមែនភាពស្ងប់ស្ងាត់នោះទេរាល់ច្រកដែលយើងបើករាល់ផ្លូវដែលបានជួសជុលរាល់អាជីវកម្មដែលបានចាប់ផ្ដើមឡើងវិញនោះគឺជាសន្តិភាពកំពុងរកប្រាក់ចិញ្ចឹមជីវិតប្រសិនបើភាពស្ងប់ស្ងាត់បន្តព្រំដែននឹងផ្លាស់ប្ដូរពីបន្ទាត់នៃការភ័យខ្លាចទៅជាផ្លូវនៃជីវិតនៅពេលដែលទីផ្សារវិលត្រឡប់មកវិញហើយអ្នកធ្វើដំណើរដោយការព្រួយបារម្ភយើងដឹងថាសន្តិភាពបានចាក់ចេញពីกระดาษហើយចូលទៅក្នុងការពិតដីស្រែរបស់កម្ពុជានិងខ្សែដឹកជញ្ជូនរបស់ថៃបំពេញគ្នាទៅវិញទៅមកនៅពេលដែលអង្គរនិងដំឡូងមីអាចធ្វើដំណើរដោយសេរីវិញនៅពេលដែលទន្លេនិងផ្លូវទឹកដឹកជញ្ជូនទំនិញជំនួសដោយការចោទប្រកាន់គ្រួសារទាំងសងខាងនឹងរីកចម្រើនដោយស្ងប់ស្ងាត់ប្រាសាទតាមព្រំដែននិងទីក្រុងតាមឆ្នេរសមុទ្រអាចស្វាគមន៍ភ្ញៀវទេសចរបានម្ដងទៀតរាល់ការចាប់ដៃគ្នារវាងពាណិជ្ជកររាល់ឡានក្រុងដឹកភ្ញៀវទេសចរគឺជាការបាត់បង់ពាក្យចចាមអារ៉ាមមួយហើយជាការកើតឡើងនៅចំណូលមួយផ្លូវពីសេរីសោភ័ណ្ឌទៅស្រះកែវពីបាត់ដំបងទៅចន្ទបុរីមិនមែនត្រឹមតែជាផ្លូវបេតុងទេប៉ុន្តែវាគឺជាខ្សែជីវិតសម្រាប់គ្រួសារដែលបានជួសជុលចម្អិនដឹកជញ្ជូនបង្រៀននិងបកប្រែនេះគឺជារបៀបដែលសន្តិភាពคล้ายជារឿងធម្មតាតាមរយៈការងារមិនមែនតាមរយៈពិធីការនោះទេនៅក្នុងសម័យ Digital នេះយុវជនអាចរៀននិងធ្វើពាណិជ្ជកម្មជាមួយគ្នាអ្នកសរសេរកូដខ្មែរអាចធ្វើការជាមួយអ្នករចនាថៃកសិករអាចលក់នៅទីផ្សារទាំងពីរគ្រូបង្រៀនអាចចែករំលែកមេរៀនឆ្លងព្រំដែនជ័យជំនះពិតប្រាកដនឹងកើតឡើងនៅពេលដែលយុវជនឈប់សួរគ្នាថាគេជារបស់ភាគីណាហើយចាប់ផ្ដើមសួរថាគេអាចបង្កើតអ្វីជាមួយគ្នាអ្នកវិនិយោគនិងអ្នកជិតខាងទាំងពីរមើលអេរយាប័តមិនមែនពាក្យសម្ដីនោះទេរាល់សកម្មភាពនៃភាពស្ងប់ស្ងាត់คล้ายជាសញ្ញាមួយដែលថាតំបន់នេះសុវត្ថិភាពនិងត្រៀមខ្លួនសម្រាប់កំណើនការទុកចិត្តគឺជាធនធានដ៏សម្បូរបំផុតរបស់យើងឥឡូវនេះវប្បធម៌នីមួយៗមានភាពស្រស់ស្អាតរៀងៗខ្លួនសម្រាប់ថៃវាគឺជាសេចក្តីសប្បុរសក្នុងសម្លេងសម្រាប់កម្ពុជាវាគឺជាកម្លាំងនៅក្នុងការចងចាំរួមគ្នាពួកគេអាចកសាងសន្តិភាពដែលទន់ភ្លន់និងរឹងមាំនៅពេលដែលសេចក្តីសប្បុរសនិងការចងចាំជួបគ្នាសេដ្ឋកិច្ចរីកចម្រើនលឿនជាងការភ័យខ្លាចរដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ុន្តែមានតែប្រជាជនតែប៉ុណ្ណោះដែលអាចរក្សាសន្តិភាពឲ្យនៅរស់បន្ទាប់អំពីហត្ថលេខារសាត់បាត់ទៅភស្តុតាងពិតប្រាកដនឹងមិនមែនស្ថិតនៅលើក្នុងកិច្ចប្រជុំទេប៉ុន្តែនៅក្នុងជីវិតប្រចាំថ្ងៃនៅក្នុងកុមារដែលឆ្លងកាត់ទៅសាលារៀននៅក្នុងពាណិជ្ជករដែលបើកតូបរបស់ពួកគេឡើងវិញនៅក្នុងអ្នកជិតខាងដែលក្រវីដៃដាក់គ្នាពេលប្រលប់កម្ពុជាបានស្គាល់ឲ្យភាពអាម៉ាស់នឹងការរស់រានថៃបានស្គាល់មោទនភាពនិងសម្ពាធទាំងពីរបានស្គាល់ភាពនឿយហត់ទាំងពីរសមនឹងទទួលបានការបង្កើតថ្មីចំនួនដែលកំពុងសាងឡើងវិញឥឡូវនេះអាចបង្កើតសន្តិភាពមិនមែនដោយការថ្លែងសន្ទរកថាទេប៉ុន្តែដោយការអត់ធ្មត់តាមរយៈការកើតឡើងនៃប្រាក់ចំណូលជំនួសឲ្យការកើតឡើងនៃកំហឹងតាមរយៈទីផ្សារដែលនៅតែបើកជំនួសឲ្យព្រំដែនដែលបិទប្រសិនបើកិច្ចព្រមព្រៀងនេះនៅតែបន្តអាស៊ីអាគ្នេយ៍នឹងបង្ហាញថាកម្លាំងពិតប្រាកដមិនមែនជាអំណាចទេប៉ុន្តែជាភាពចាស់ទុំប្រសិនបើយើងរក្សាការពិតដោយភាពស្ងប់ស្ងាត់ឥឡូវនេះថ្ងៃណាមួយកូនចៅរបស់យើងនឹងទទួលមរតកព្រំដែនដែលលែងត្រូវការទាហានដើម្បីពន្យល់ពួកគេនោះនឹងបញ្ជាក់ថាចំនួននេះរៀនសូត្របានល្អជាងចំនួនមុនយើងរក្សាភាពស្ងៀមស្ងាត់របស់យើងមិនមែនជាការចោះចាញ់នោះទេប៉ុន្តែជាស័ក្តិសិទ្ធិយើងឈរលើទឹកដីតែមួយដកដង្ហើមព្យុះតែមួយហើយជំពាក់ការពិតដូចគ្នាចំពោះអ្នកដែលនឹងមកបន្តបន្ទាប់ថ្ងៃស្អែកយើងបន្តរាប់ហើយថ្ងៃណាមួយកូនចៅរបស់យើងនឹងឈររាប់មិនមែនដោយសារចំនួនបញ្ចប់ទេប៉ុន្តែដោយសារសន្តិភាពបានคล้ายទៅជារឿងធម្មតាសូមឲ្យលិខិតនេះនៅតែជាផ្នែកមួយនៃការចងចាំសាធារណៈ
អំពីសន្តិភាពដើម្បីឲ្យមេដឹកនាំនិងបរដ្ឋនាពេលអនាគតទាំងអស់ចងចាំថាភាពស្ងប់ស្ងាត់អាចកសាងអ្វីបាននេះគឺជាអត្ថបទរបស់ Page Midnight